ថាឲ្យតែពេលល្ងាចឡើងគឺដឹងតែគិតច្រើនគិតរឿងអីបងប្អូនគឺគិតរឿងធ្វើម្ហូបនឹងសម្រាប់គ្រួសារនឹងញ៉ាំតែម្ដងអញ្ចឹងធាតុអាកាសក៏ធ្លាក់ខ្យល់ត្រជាក់អញ្ចឹងទៀតបងប្អូនហើយបើសិនជាបានសឡមួយឆ្នាំងអីបុបចឹងមកចាត់អង្គុយគិតណាបងប្អូនដឹងជាហូបឲ្យបាច់ញើសខ្ចាយប៉ុណ្ណាទេហើយក៏នឹកទៅដល់អ្នកលក់មាន់គឺគាត់នៅជិតផ្ទះស្រាប់ក្រូចងាំងើក៏មាននៅក្នុងផ្ទះស្រាប់ហើយជីស្អីហ្នឹងក៏មាននៅផ្ទះស្រាប់ដែរនិយាយចំមានស្រាប់ច្រើនណាអញ្ចឹងហើយក៏គិតថាមានតែស្ងោងាំងើមាន់នេះទៅរួចរាល់បានមកពេលអញ្ចឹងណាបងប្អូនចាព្រោះអីអារឿងធ្វើម្ហូបនេះហានិយាយពីថាគិតមួយថ្ងៃសឹងថាវិលក្បង់អស់ហើយបងប្អូនហើយឥឡូវនេះយើងមកមើលវិធីធ្វើរបស់យើងវិញក៏អត់មានអីប្រហែលទេបងប្អូនអារឿងវិធីធ្វើមាន់ងាំងើនេះគឺស្រួលទេបងប្អូនគ្រាន់តែមានគុលល្ខីមកមានខ្ទឹមបារាំងតិចមកហើយមានជីវ៉ាន់ស៊ុយហើយដំខ្ទឹម4 5 កំពឹសទៅចាចំពោះខ្ទឹមនេះខ្ញុំគ្រាន់តែដំឯណាបងប្អូនគឺខ្ញុំអត់បានកច្រាមអីទាំងអស់ហើយជីអំបងជីអាណាយើងនឹងយើងយកលាងមកទឹកលាងទឹកឲ្យស្អាតទៅហើយនឹងស្លឹកខ្ទឹមយើងនឹងកាត់កង់ប្រវែងណាក៏បានដែរតែខ្ញុំកាត់ប្រញាប់ចឹងណាបងប្អូនព្រោះដោយសារអីលងាយហើយពិធីធ្វើមាន់នេះដែរគឺខ្ញុំពងមុនសិនណាបងប្អូនយើងពងឲ្យវារឿងស្រួយសិនណាតែមិនបាច់ឲ្យឆ្អិនពេកទេព្រោះអីនេះគឺជាតិចនិចដែលខ្ញុំធ្វើរាល់ដងបងប្អូនហើយបើសិនជាខ្ញុំបង្ហាញវីដេអូធ្វើសឡងាំងើនេះច្រើនដងពេកទៅខ្លាចបងប្អូនធុញចឹងណាបងប្អូនចាគ្រាន់តែនេះបង្ហាញលើទី2នេះគ្រាន់តែធ្វើរឿងផ្លែជាងមុនបន្តិចចឹងណាខ្ញុំធ្វើដូចស៊ុបអញ្ចឹងចំពោះសឡងាំងើភាគតិចណាគេដាក់ការ៉ុតដាក់បន្លែដាក់អីផ្សេងចឹងណាតែខ្ញុំនេះខ្ញុំចង់យករសជាតិធ្វើដូចស៊ុបចឹងណាបងប្អូនហ្នឹងហើយចំពោះទឹកវិញយើងប្រើមើលទៅតាមបរិមាណមាន់ទៅមាន់ទិញ1គីឡូយើងដាក់ប្រហែល1លីត្រអីទៅហើយនៅពេលដែលទឹកពុះហើយគឺយើងចាក់ការ៉ុតមុនទៅបន្លែណាដែលគ្រាន់ឆ្អិនជាងគេចឹងណាហើយនឹងគុលល្ខីអីហ្នឹងម្ទេសអីហ្នឹងយើងចាក់ចូលទៅហើយមាន់ដែលយើងបំពងហើយបាញ់មិញហ្នឹងគឺយើងចាក់ចូលដែរណាបងប្អូនព្រោះអីដោយសារវាឆ្អិនមកតង់ហើយយើងគ្រាន់តែយកទៅស្លោឲ្យវាឆ្អិនមកតង់ទៀតទៅគឺបានហើយនៅពេលដែលឃើញពពុះអីហ្នឹងបងប្អូនស្រង់យកចេញមកចាមិនបាច់ទុកមិនអីទេបងប្អូនព្រោះថាពពុះហ្នឹងក៏វាមិនពុះល្អដែរនិយាយចាំទៅមុខម្ហូបនេះគឺខ្ញុំស្រង់យកសាច់ហើយនឹងទឹកវាខ្លះដើម្បីទុកធ្វើបបរឲ្យកូនខ្ញុំចឹងណាបងប្អូនព្រោះដោយសារអីវគ្គដំបូងហ្នឹងគឺខ្ញុំអត់ទាន់បានដាក់គ្រឿងអីទាំងអស់អាគ្រឿងស្ករអំបិលប៊ីចេងទឹកត្រីយើងហ្នឹងបងប្អូនព្រោះដោយសារអីគាត់អត់ទាន់អាចទទួលរសជាតិនឹងបានទេបងប្អូនបន្ទាប់ពីបានបង់គ្រឿងស្ករអំបិលប៊ីចេងចូលហើយបងប្អូនកុំភ្លេចភ្លក់ផងណាប្រៃផ្អែមសាបបងប្អូនអាចលៃលោកគ្រឿងទៅតាមនឹងបានតែចំណែកខ្ញុំភ្លក់ទៅមកល្មមឆ្ងាញ់ឯងបងប្អូនគឺមកជូរជ្រះតែម្ដងធម្មតាទេសម្លងាំងើគឺត្រូវការក្រូចងាំងើហ្នឹងឲ្យរៀងជូរបន្តិចទៅតំណងអត់បងប្អូនសម្លមួយមុខនេះនិយាយចំទៅហត់ហើយគឺបើកម្លាំងព្រឹសតែម្ដងសម្រាប់អ្នកធ្វើការហត់ដូចប្តីខ្ញុំដូចឪពុកខ្ញុំជាដើមបងប្អូនណាឥឡូវហើយនៅពេលដែលយើងរៀបញ៉ាំហ្នឹងគឺយើងដាក់ខ្ទឹមបារាំងយើងបន្តិចទៅហើយជីអំបងហើយនឹងជីវ៉ាន់ស៊ុយបងប្អូនគូឈ្ងុយខ្លាំងមែនតើបងប្អូនចាខ្ញុំអត់ដែរសាកសោះពីមុនមកទើបតែលើកទី1បងប្អូនស្ងោងាំងើគឺដាក់ជីវ៉ាន់ស៊ុយបងប្អូនអើយមិនបាច់ចាំមានជីអំបងក៏បានដែរបងប្អូនគូឆ្ងាញ់ខ្លាំងហ្មងណាមានកម្លាំងព្រឹសហ្មងហើយវាស័កសមនឹងរដូវនេះគឺជាខែត្រជាក់ទៀតបងប្អូនអូយធ្វើញ៉ាំទៅបងប្អូនអត់ខកបំណងទេឆ្ងាញ់ខ្លាំង